បាទសូមជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកអំពីពាក្យដែលបងប្អូនតែងតែសរសេរខុសសរសេរច្រឡំបាទនេះlàយោងតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជជួនណាតបាទដែលពាក្យទាំងនោះមានដូចជាថ្កើងថ្កាននានាជំរុំព្រៃព្រឹក្សានិងពាក្យរៀបចំបាទអញ្ចឹងពាក្យដែលយើងសរសេរត្រឹមត្រូវគឺឧទាហរណ៍ថាពាក្យថ្កើងថ្កានអញ្ចឹងយើងតែងតែថ្កើងថ្កានអញ្ចឹងថ្កើងថ្កានគឺមិនត្រឹមត្រូវទេគឺពាក្យត្រឹមត្រូវគឺថ្កើងថ្កានតោះចាប់តាមទាំងអស់គ្នាថ្កើងថ្កាននានាជំរុំព្រៃព្រឹក្សារៀបចំបាទសូមបងប្អូនជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងផងបាទសូមអរគុណ